The Palestinian people in Gaza are suffering from ongoing genocide in the form of blockade, starvation, assassinations, and other atrocities. ប្រជាជនប៉ាឡេស្ទីននៅក្នុងតំបន់ហ្គាហ្សាកំពុងរងទុក្ខលំបាកពីការកើតមានអំពើប្រល័យពូជសាសន៍នៅក្នុងទម្រង់នៃការបិទផ្ទុកមួយគ្រោះអត់ឃ្លានអំពើឃាតកម្មនយោបាយហើយនិងអំពើឃោរឃៅដទៃទៀត Nothing will stop the enemy from continuing this unless we play our cards right to impose whatever restrictions and conditions we can on them មិនមានអ្វីនឹងបញ្ឈប់សត្រូវពីការបន្តធ្វើបែបនេះបានទេលុះត្រាតែយើងលេងបៀត្រឹមត្រូវរបស់យើងដើម្បីបង្ខំលើហើយនឹងលក្ខខណ្ឌជាកំហិតអ្វីដែលយើងអាចធ្វើបានចំពោះពួកគេ Furthermore, merely condemning this reality will serve no purpose បន្ថែមពីនេះគ្រាន់តែដាក់ទោសនៅរឿងពិតទាំងអស់នេះនឹងគ្មានបំណងគិតពីប្រយោជន៍ What changes reality is not refusing it but proposing and imposing an alternative to it ការផ្លាស់ប្ដូរអ្វីដែលជាការពិតមិនកំពុងត្រូវបានបដិសេធវាទេប៉ុន្តែសំណើហើយនឹងការបង្ខំលើឲ្យត្រូវតែមានការផ្លាស់ប្ដូរវាបាទសូមអរគុណ